សួស្តីអ្នកនរគ្នាថ្ងៃនេះខ្ញុំមកបង្ហាញអ្នកនរគ្នាពីការដំឡើង OBS Studio ដំបូងយើងចូល Chrome បន្ទាប់មកយើងវាយ OBS Studio ចុច Enter មកហើយយើងក៏ឃើញនៅក្នុងហ្នឹងគេមាន3ជម្រើសមានទាំង Windows Mac OS មាន Linux បើយើងប្រើ laptop ប្រភេទណាយើង down ប្រភេទហ្នឹងបន្ទាប់ពីយើង down ហើយយើងទៅកំណត់ setting របស់វាម្ដងដំបូងយើងចូលទៅក្នុង OBS បន្ទាប់មកយើងរកមើលកន្លែងសញ្ញាលេខបូក1ហើយចុចទៅរកកន្លែង display capture ហើយយើងចុច OK មកបន្ទាប់មកគេឲ្យយើងរើសនៅ solution របស់វាដល់វាទៅតាមកុំព្យូទ័ររបស់យើងបើ solution ធំយើងរើសបានធំដូចគ្នាហើយវាយើងមានតែប៉ុណ្្នឹងទេសម្រាប់ការ record screen នេះគឺដូចឧទាហរណ៍ណានេះខ្ញុំកំពុងតែ record screen គេដាក់stop recording បើយើងចង់ឈប់ហើយមួយទៀតគឺ setting យើងទៅកំណត់ setting កន្លែង output អ្នកគ្នាមើលទៅកន្លែងនេះគឺយើងអាចកំណត់តាមខ្ញុំបានខ្ញុំដាក់high quality medium size ហើយជា file MKV អ្នកគ្នាកំណត់តាមដឹងមកហើយអ្នកគ្នាចុចកន្លែង apply អ្នកគ្នាចុចកន្លែង apply នឹងហើយចុច OK ហើយនេះគឺតែប៉ុណ្្នឹងទេបើយើង record ហើយយើងចុច stop record មកវានឹងចេញ file ធម្មតាដូចយើង record screen អញ្ចឹងអរគុណអ្នកគ្នា